បាយចាស់ស្ទីននឹងនៅតែមិនឈប់ទេណានៅតែចង់ចូលបំពេញកៅសុនក៏ត្រៃតូចប៉ុណ្ណឹងធ្វើអីគេកាត់ទៅប៉ុន្តែកៅសុនសុកចិត្តចាស់សម្រាប់ខ្លួនឯងឲ្យស្លាប់ក៏គេមិនឲ្យចាស់ស្ទីនប៉ះពាល់ខ្លួនរបស់គេដែរជាពិសេសនោះគឺគេមិនខ្លាចខ្លួនឯងស្លាប់នោះទេគឺគេខ្លាចថាហ្វាងឈីដឹងហើយនឹងខឹងគេក៏ព្រោះតែហ្វាងឈីបានឲ្យគេនៅឲ្យឆ្ងាយពីចាស់ស្ទីនហ្នឹងណាដល់ពេលដែលឃើញកៅសុនអញ្ចឹងសម្រាប់ខ្លួនឯងអញ្ចឹងមានអីអបិហ្នឹងគឺភ័យដែរតើគេក៏សុកចិត្តដើរចេញគឺចេញទៅក្រៅកុំឲ្យកៅសុនណាចាក់សម្រាប់ខ្លួនឯងទៀតកៅសុននេះគឺសុកចិត្តស្លាប់ខ្លួនឯងក៏មិនឲ្យបងខឹងដែរល្អមែនតើណាកតញ្ញូជាមួយនឹងកូនប្រុសខ្លាំងណាស់កូនស្រីហ្វាងឈីបានលើដំណឹងថាកៅសុនចូលមន្ទីរពេទ្យគឺគេបារម្ភខ្លាំងណាស់រត់មកទាំងភ័យផងកញ្ញាផងប៉ុន្តែកៅសុនមានការអីធ្ងន់ធ្ងរឯណាគេថែមទាំងក៏ហត់ដុកទ័រហ្វាងឈីទៀតថាគេគ្រាន់តែ stress ជាមួយនឹងការងារពេកក៏ខ្សោយសន្លប់វិលមុខអីអញ្ចឹងទៅមិនមានអ្វីធ្ងន់ធ្ងរនោះទេកុំបារម្ភអីគឺគេលាក់បាំងជាមួយនឹងហ្វាងឈីក៏ព្រោះតែមិនចង់ឲ្យហ្វាងឈីខឹងខ្លួនណាបន្ទាប់ពីចេញពីមន្ទីរពេទ្យហ្វាងឈីក៏បាននាំគេទៅញ៉ាំអាហារពេលល្ងាចតែពេលហ្នឹងគឺអេដមីនចាប់អារម្មណ៍ឃើញថារូបនៅចំណតឡានក្រុងហ្នឹងគឺជា poster នៃរឿង Deep In ហ្នឹងតើប៉ុន្តែហ្វាងឈីក៏មិនបាននាំគេទៅញ៉ាំអីដោយដែលថាទេគឺគេបាននាំកៅសុនមកចំណតឡានក្រោមដីដែលជាកន្លែងដែលកៅសុនខ្លាចបំផុតមិនដឹងទេថាតើហ្វាងឈីនេះចង់ធ្វើអីនោះទេណាកៅសុនអភ័យឡើងញ័រខ្លួនអស់ទៅហើយហេតុអីបានជានាំខ្ញុំមកទីនេះអញ្ចឹងក្រែងឯងដឹងហើយថាខ្ញុំខ្លាចទីនេះប៉ុណ្ណានោះហ្វាងឈីក៏បានយកលេសថានេះគឺជាការព្យាបាលគឺជាប្រសេសនៃការព្យាបាលជំងឺរបស់កៅសុនតាគេប្រាប់បែបម៉េចក៏ជឿគេដែរណាកៅសុនណាទោះបីជាគេខ្លាចប៉ុណ្ណាក៏ដោយក៏គេព្រមធ្វើទៅតាមដែលដុកទ័រហ្វាងឈីបញ្ជាដែរទាំងដល់ពេលនេះហ្វាងឈីក៏បានឲ្យគេរៀបរាប់ពីអារម្មណ៍នៅពេលដែលគេត្រូវបរិសម្នាក់នោះបំពេញហើយក៏ឲ្យចាត់ទុកដុកទ័រហ្វាងឈីនេះគឺដូចជាម្នាក់នោះទៅចោះដុកទ័រហ្វាងឈីគឺនៅតែបន្តសួរលំអិតពីសកម្មភាពគ្រប់យ៉ាងចំណែកឯកៅសុនក៏រៀបរាប់ទៅតាមនឹងទៅគេរៀបរាប់ទាំងឈឺចាំរៀបរាប់ទាំងស្រក់ទឹកភ្នែកក៏ព្រោះតែទាំងអស់នេះគឺសសឹងតែជាស្រមោលខ្មាស់ងងឹតសោបិនអាក្រក់របស់គេហើយជាអ្នកឲ្យគេរៀបរាប់ទេណាដល់ពេលអញ្ចឹងទៅក៏ខឹងគេក៏ដុកទ័រហ្វាងឈីនៅពេលនេះខឹងកៅសុនណាស់ក៏ព្រោះតែគេបានដឹងរួចទៅហើយថាកៅសុនបានជួបជាមួយនឹងចាស់ស្ទីនហើយក៏សស្នាជាមួយនឹងគ្នាទៀតផងថែមទាំងនៅមន្ទីរពេទ្យមុននេះក៏បានកុហកគេទៀតក៏ព្រោះតែចាស់ស្ទីនបានផ្ញើរូបដែលគេស្និទ្ធស្នាលនៅក្នុងការិយាល័យហ្នឹងឲ្យដុកទ័រហ្វាងឈីមើលពេលនេះកៅសុនក៏ខំបកស្រាយឲ្យស្ដាប់គេសិនទៅរឿងទាំងអស់នេះគឺមិនដូចជាអ្វីដែលដុកទ័រហ្វាងបានឃើញនោះទេនិយាយហើយក៏នៅតែមិនស្ដាប់ពេលនេះកៅសុនក៏គេបានលាត់របួសឲ្យមើលតែម្ដងទៅនេះគឺជាវិធីដែលគេការពារខ្លួនពីចាស់ស្ទីនគឺគេសុកចិត្តស្លាំក៏មិនឲ្យដុកទ័រហ្វាងរបស់គេនេះខឹងគេដែរហើយមូលហេតុដែលគេកុហកនៅមន្ទីរពេទ្យនោះក៏ព្រោះតែគេខ្លាចថាដុកទ័រហ្វាងឈីបានដឹងរួចហើយក៏ខឹងគេបន្ថែមទៀតគ្រាន់តែបានឃើញបែបនេះហ្វាងឈីគឺពិតជាតស្លុតណាស់ព្រោះគេក៏មិននឹកស្មានថាកៅសុនហ៊ានធ្វើដល់ថ្នាក់នេះដែរសង្កត់ធ្វើបាបខ្លួនឯងដើម្បីតែគេណាហ្វាងឈីក៏សំទោសព្រោះមុននេះមិញគឺគេយល់ច្រឡំហើយក៏ខឹងច្រឡោតមិនបានស្ដាប់ការបញ្យល់របស់កៅសុនតែពេលនេះហ្វាងឈីក៏សុំឲ្យកៅសុនសន្យាជាមួយនឹងគេមកកុំធ្វើបាបខ្លួនឯងបែបនេះទៀតចាប់ពីពេលនេះទៅនិយាយត្រូវគ្នាអញ្ចឹងហើយពេលនេះកៅសុនក៏បានសុំឲ្យដុកទ័រហ្វាងឈីជួយគេបន្តិចមកជួយដើម្បីឲ្យគេផ្លេចមនុស្សម្នាក់នោះដែលធ្វើបាបគេមកជំនួសឲ្យទៅជាដុកទ័រហ្វាងឈីរបស់គេវិញក៏បងទៅចូលអារម្មណ៍ផងពេលនេះក៏ខាត់បាត់ទៅហើយយាបែ director នេះគឺខាត់ចំពេលល្អមែនតើណា director ក៏បានចូលមកបន្ទោសសិនទៅថាមិនក៏មុននេះមិញឯងមិនព្រមដោះខ្សែក្បាត់របស់កៅសុនអញ្ចឹងហើយបានជារងចាំឲ្យកៅសុនដោះខ្លួនឯងអញ្ចឹងណាសិនគេមិនទាន់បានឆ្លើយផងអូនក៏បានចេញមកការពារបងភ្លាមក្នុងកន្លែងហ្នឹងកៅសុនគឺជាអ្នកស្ម័គ្រខ្លួនឲ្យដុកទ័រហ្វាងអញ្ចឹងហើយសិនសម្រាប់បែបហ្នឹងគឺត្រូវហើយមិនអញ្ចឹងអូ director គាត់ក៏បានឆ្លើយទៅគឺវាត្រូវហើយប៉ុន្តែកន្លែងហ្នឹងគឺគាត់មិនចង់ឲ្យកៅសុនធ្វើសកម្មភាពតែម្នាក់ឯងនោះទេគឺគាត់ចង់ឲ្យហ្វាងឈីមានអារម្មណ៍ពុកបញ្ជ្រុលជាងណាសិនក៏បាននិយាយកាន់មិនថាជាហ្វាងឈីឬក៏ជាកៅសុនជាអ្នកធ្វើសកម្មភាពនោះទេអ្វីដែលសំខាន់នោះគឺពួកគេមានអារម្មណ៍ជាមួយនឹងគ្នាទៅវិញទៅមកហើយតើគ្មានអីខុសនោះទេ director ណាដល់ពេលដែលតួទាំងពីរអ្នកនេះចាស់ជាង director អញ្ចឹងទៅគាត់ក៏ប្រកែកលេងឈ្នះទៅហើយព្រោះថាតួឯករបស់គាត់នេះគឺកំពូលក្បាលរឿងខ្លាំងណាស់តែយ៉ាងណាក៏ដោយទោះបីជាត្រូវឬក៏ខុសណាឲ្យតែថតមិនត្រូវចិត្តគាត់គឺគាត់មិនយកនោះទេក៏ព្រោះតែគាត់គឺជា director ណាអញ្ចឹងហើយក៏បានអស់ពួកគេសម្រាប់បន្តិចសិនទៅរួចហើយចាំថតប្លង់នឹងម្ដងទៀតចាំថតបន្តទៀតច
ចំណែកឯមូលហេតុដែលសិនសិនមិនធ្វើតាម script ក៏ព្រោះតែគេគឺមិនចង់ធ្វើបាបសាំងសុនអូនរបស់គេនោះទេដោយសារតែនៅក្នុងការសម្ដែងហ្វាំងជីអាចនឹងធ្វើឲ្យកៅសុនឈឺចាំសាំងសុនក៏មិនថាថ្មីដែរនេះគ្រាន់តែជាការសម្ដែងតាមមិនអីនោះទេកំពុងតែនិយាយគ្នាពេលនេះក៏ស្រាប់តែចំនួនការរបស់សាំងសុនបានយកដំណឹងមួយមកប្រាប់ពួកគេគឺនៅលើបណ្ដាញសង្គមពេលនេះព័ត៌មានកំពុងតែនិយាយថាសិនសិនបានរៀបការរួចទៅហើយសាំងសុនគឺឡើងភ្ញាក់ផ្អើលសូម្បីតែសម័យខ្លួននាងក៏គេភ្ញាក់ផ្អើលដែរណាហ៎រៀបការខ្ញុំរៀបការជាមួយនឹងអ្នកណាទៅពីពេលណាទៅគេមិនបានដឹងអីបន្តិចផងហ្នឹងសិនសិនគេក៏បានឲ្យចំនួនការរបស់គេឲ្យយកទូរស័ព្ទឲ្យគេមើលព័ត៌មានហ្នឹងទៅហើយក៏ពិតមែនតើព័ត៌មានឡើងទូពេញបណ្ដាញសង្គមតែម្ដងរឿងដែលថាគេរៀបការទៀតតែពេលនេះក៏ដល់ពេលដែលត្រូវថតទៅហើយមិនមានពេលដោះស្រាយនោះទេ director ក៏បានប្រាប់ឲ្យអ្នកទាំងពីរត្រៀមខ្លួនចូលថតទៅរឿងទាំងអស់នេះទុកឲ្យខាង agency របស់សិនសិនគេកំពុងតែដោះស្រាយហើយសាំងសុនក៏រៀបបាយតែនិយាយជាមួយនឹងបងហែងតែក៏ឃើញថាពេលនេះហ្វឹងយន់ធីងគឺជាអតីតមិត្តស្រីរបស់គេបានខលមកណាអញ្ចឹងហើយគ្នាក៏ដើរទៅឡានមុនទាំងអន់ចិនតែតាមពិតទៅសិនសិនគេមានបានលើកនិយាយជាមួយឯណាគេក៏បានហុចទៅឲ្យចំនួនការរបស់គេទុកវិញទៅអេដមីនឃើញខមមិនគ្នាយើងនិយាយថាលងស្នេហ៍ចំនួនការរបស់សិនសិនណាហើយមានអីមើលទៅបែបហ្នឹងគឺស្អាតមែនតែនេះអញ្ចឹងហើយអេដមីនក៏ប្រាប់ឈ្មោះទៅណាគេគឺមានឈ្មោះថាសៀវឈិនកាន់មកដល់ការសម្ដែងតែម្ដងទៅអូហូស៊ីនីគឺសហប្រែផ្សាយណាអំបានទេអ្នកទាំងអស់គ្នាអេដមីនសុំកាត់ចោលទៀតហើយក៏ព្រោះតែឈុតឆាកស្នេហារស់រានរបស់ដុកទ័រហ្វាំងឈីហើយនឹងកៅសុននេះគឺវាធ្ងន់ធ្ងរខ្លាំងមែនតើមានគ្រប់ទម្រង់គ្រប់ស្ទាយព្រោះពេលនេះដុកទ័រហ្វាំងគេបានយល់ព្រមស្ម័គ្រចិត្តដើម្បីជួយកៅសុនលុបចោលនូវការសុបិនអាក្រក់របស់គេមកជំនួសឲ្យវិញជាស្នេហាផ្អែមល្ហែមនិងការចង់ធ្វើល្អៗរវាងដុកទ័រហ្វាំងឈីហើយនិងកៅសុនបន្ទាប់ពីថតស៊ីននេះចំសិនណាគេក៏បានខលទៅកាន់យន់ធីងម្នាក់ស្រីហ្នឹងគេខលមកឡើងច្រើនដងទៅហើយគឺគេចង់មកបកស្រាយប្រាប់ថារឿងព័ត៌មានទាំងអស់នោះមិនមែនខ្លួនជាអ្នកធ្វើទេណាគឺគេកំពុងតែឲ្យប៉ូលីសចាត់ការរឿងទាំងអស់នេះដូចគ្នាស្វែងរកអ្នកជនបង្កតែចាត់ទុកថាព័ត៌មាននេះក៏ជាដំណឹងល្អទៅចោះសម្រាប់សិនក៏ព្រោះតែគេនឹងយកព័ត៌មាននេះដើម្បីធ្វើជាសន្និសីទកាសានបង្ហាញពីការបែកបាក់គ្នារវាងពួកគេទាំងពីរនាក់នៅពេលដែលថតចំសាំងសុនក៏រៀបទៅកន្លែងសម្រាប់របស់គេទៅហើយតែក៏ងាកទៅឃើញថាសិនកំពុងតែនៅទីនេះនិយាយគ្នាជាមួយនឹង director ពេលនេះ director កំពុងតែឆ្ងល់ហើយថាមិនបានជាសុកសិនទៀតចោះទៅជាចោះកវលអីអញ្ចឹងណែមកសួរ admin វិញបានដឹងណាក៏ព្រោះតែកាលពីថ្ងៃមុននេះបងក៏បានឃើញអូនចោះកវលអញ្ចឹងហើយក៏បានសួរទៅអូនក៏បាននិយាយប្រាប់ថាគេចោះកវលអញ្ចឹងគឺស្អាតហើយគេចូលចិត្តអញ្ចឹងហើយបងក៏សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តអូនឲ្យតែអូនរបស់គេសប្បាយចិត្តបងក៏ព្រមហើយបងក៏បានណាត់អូនឲ្យទៅជួបនៅបន្ទប់1638ទៀននៅយប់នេះអូនខំរំភើបស្មានតែមានតែពីរអ្នកបងហែងតែបើកទ្វារមកក៏ឃើញថាយន់ធីងក៏នៅទីនេះដែរគ្រាន់តែឃើញអូនភ្លាមបងក៏បានឲ្យអូនមើលកង្វល់របស់គេទៅមើលថាតើស្អាតឬអន់សាំងសុនក៏បានសួរទៅហេតុអីបានជាចោះកង្វល់អញ្ចឹងបងក៏បានឆ្លើយគាត់พูดតែបងចង់ឲ្យស័ក្តិសមជាមួយនឹងអូនណែមកស្វីតមកផ្អែមល្ហែមអីនៅមុខអតីតសង្សារចាស់នេះយន់ធីងគេក៏បាននិយាយទៅចាំគេចេញសិនទៅតើបានអន់ចាំសិក្សាជាមួយនឹងគ្នាធ្វើដូចជាគេនេះគ្មានរូបរាងអញ្ចឹងណាអញ្ចឹងហើយក៏ចូលសាច់ការតែម្ដងទៅគេមកពីនេះក៏ព្រោះតែមានមនុស្សម្នាក់ឲ្យគេមកបកស្រាយលើព័ត៌មានទាំងអស់នោះថាវាមិនមែនជារឿងពិតនោះទេបើសិនជាសិននិយាយខ្លួនឯងគឺគេខ្លាចថាអូនសាលសុនរបស់គេនេះមិនជឿហើយក៏អន់ចិនអញ្ចឹងតើបានជាគេឲ្យយន់ធីងមកបកស្រាយតបតែម្ដងទៅដោយសារតែមិនចង់ធ្វើជាអ្នកទី3យន់ធីងគេក៏បានចាក់ចេញទៅមុនទុកថាគេក៏បន្ទប់មួយនេះសម្រាប់ឲ្យអ្នកទាំងពីរទៅចោលនៅយប់នេះតែក៏មិនភ្លេចដែរគឺកុំឲ្យសិនកូនប្រុសរបស់យើងនេះភ្លេចកិច្ចព្រមព្រៀងរវាងពួកគេដែលបាននិយាយគ្នានោះហើយចឹងហើយសាំងសុនក៏សួរតើជាកិច្ចព្រមព្រៀងអ្វីទៅរវាងអ្នកទាំងពីរមិនចាំបាច់ខ្វល់ថាជាអ្វីនោះទេសំខាន់ឲ្យតែពេលនេះបងមានអូននៅក្បែរទៅក៏បានហើយបើយប់នេះគឺនៅតែពីរអ្នកអូនអញ្ចឹងតែហើយតែគេធ្វើអីទៅណូសុទ្ធតែញ៉ាំស្រាក្រហមបញ្ចុកស្រាក្រហមគ្នាទៅវិញទៅមកអូហូពិតជាមិនធម្មតាទេណាបើសិនជាធម្មតាគឺមិនមែនសិនរបស់យើងនោះដែរញ៉ាំស្រាក្រហមផងស្រោចស្រាក្រហមពេញខ្លួនផងមិនដឹងថាគេចង់ធ្វើអីទេណា
មកការសម្ដែងវិញថ្ងៃនេះមិនដឹងថាហ្វាំងឈីកាត់អីនោះទេគឺគេចង់កិច្ចពីកៅស៊ុនគេក៏បានផ្ទេរនៅការព្យាបាលទៅឲ្យអ្នកផ្សេងហើយក៏មិនបានតបសារឬក៏ជួបជាមួយនឹងកៅស៊ុននោះទេកៅស៊ុនក៏រត់មកដល់កន្លែងរបស់គេតែម្ដងខលផងយំផងតែគេក៏មិនព្រមចុះមកជួបខ្លួនឡើយសូម្បីតែលើកទូរស័ព្ទក៏ដោយក៏ដុកទ័រហ្វាងបានប្រាប់ថាការព្យាបាលរបស់កៅស៊ុនគឺបានបញ្ចប់ទៅហើយមិនចាំបាច់មកជួបគេទៀតទេចាប់ពីពេលនេះទៅកៅស៊ុនគឺហើយគឺគេពិតជាឈឺចាប់ណាស់ក៏ព្រោះតែគេខំលះបង់ហើយគេស្រឡាញ់ដុកទ័រហ្វាងជាងជីវិតរបស់គេទៅហើយប៉ុន្តែនៅពេលនេះក៏ស្រាប់តែដុកទ័រហ្វាងបោះបង់ចោលគេហើយក៏ចាកចេញពីគេភ្លាមដោយមិនបានប្រាប់មូលហេតុឬក៏បកស្រាយអ្វីទាំងអស់តែឲ្យគេរស់នៅយ៉ាងម៉េចទៅក៏ព្រោះតែខ្ញុំមិនអាចរស់នៅដោយគ្មានលោកបានទេដុកទ័រហ្វាងសូមមេត្តាកុំចាកចេញពីខ្ញុំទៅបានទេដោយសារតែការសម្ដែងមួយនេះគឺសម្ដែងស៊ីនមួយនេះកំសត់ខ្លាំងពេកសាំងសុនក៏មិនទាន់អាចតអារម្មណ៍បានដែរគេក៏មកសង្ងំយំបន្តនៅក្នុងបន្ទប់ទឹកណាបងគឺពិតជាព្រួយបារម្ភពីអូនខ្លាំងណាស់គេក៏បានមកអោបលួងលោមអូនការសម្ដែងនេះគឺคล้ายៗទេវាគ្រាន់តែជាការសម្ដែងតាព្រោះពេលនេះជីវិតពិតគឺមានបងសិនស៊ីនស្រឡាញ់អូនណាស់សាំងសុនគឺគេក៏បានដឹងដែរប៉ុន្តែពេលនេះនៅពេលដែលគេសម្ដែងមុននេះមិញគឺគេបានយល់ច្បាស់ពីការឈឺចាប់របស់កៅស៊ុនទៅធ្វើឲ្យគេមានអារម្មណ៍ថាឈឺចាប់ខ្លាំងបែបនេះបងក៏បានប្រាប់ទៅបើសិនជាអូនយល់ពីការឈឺចាប់របស់កៅស៊ុនអូនក៏ត្រូវតែយល់ពីចិត្តរបស់ហ្វាំងឈីដែរគឺក្តីស្រឡាញ់របស់ហ្វាំងឈីចំពោះកៅស៊ុនពិតប្រាកដមិនផ្លាស់ប្ដូរនោះទេមិនថានៅក្រៅការសម្ដែងឬក៏ក្នុងការសម្ដែងបងគឺនៅតែស្រឡាញ់អូននៅក្បែរអូនរហូតបានស្ដាប់ឮដល់ការលួងលោមរបស់បងហើយក៏អាចធ្វើឲ្យអូនរៀងធូរចិត្តបន្តិចដែរព្រោះហើយអ្នកតាពីក៏បានមើលការធ្វើសន្និសីទកសានរបស់យន់ធីងនៅថ្ងៃនេះគេក៏បានប្រកាសជាសាធារណៈទៅថារវាងគេហើយនិងស៊ិនស៊ីនគឺបានបែកគ្នាហើយដោះស្រាយរឿងទាំងអស់នេះរួចរាល់អ្នកតាពីក៏បានសារភាពពីអារម្មណ៍ពិតរបស់ខ្លួនជាពិសេសនោះគឺជាស៊ិនស៊ីនក៏ព្រោះតែគេស្រឡាញ់សាំងស៊ុនខ្លាំងណាស់មិនមែនក្នុងនាមគេជាហ្វាំងឈីនោះទេប៉ុន្តែក្នុងនាមគេគឺជាស៊ិនស៊ីនដែលស្រឡាញ់សាំងស៊ុនកាន់មកដល់យប់ឡើងពេលនេះស្រាប់តែខាងអេเจนស៊ីរបស់សាំងស៊ុនគេក៏បានឆាតមកប្រាប់ថាគេចង់ជួបនិយាយគ្នាហើយក៏បានឲ្យអាសយដ្ឋានរបស់សាំងស៊ុនមកគឺគេទៅជួបណាសាំងស៊ុនគឺគេឡើងឆ្ងល់តើមានអ្វីខុសគេធ្វើអ្វីខុសហើយហេតុអីបានជាត្រូវមកភ្លាមៗអញ្ចឹងគេក៏បានផ្ញើព័ត៌មាននោះឲ្យមើលពេលនេះកំពុងតែផ្ទុះពេញវៃពោទៀតហើយណាគ្រប់គ្នាបានចាប់បានថាស៊ិនស៊ីនហើយនិងសាំងស៊ុនមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាទាំងក្នុងរឿងនិងក្រៅរឿងក៏ព្រោះតែអ្នកទាំងពីរគឺបានចោះក្រវិលខាងឆ្វេងបញ្ជាក់ថាគឺជា couple ណាដូច្នេះហើយនៅពេលនេះគ្រប់គ្នាក៏បានវាយប្រហារអ្នកទាំងពីរនៅក្នុង comment ឡើងវិញនឹងតែម្ដងក៏ស្របពេលដែលពេលនេះអ្នកស្រីខាង agency ហ្នឹងក៏បានមកដល់បន្ទប់របស់សាំងស៊ុនតែម្ដងហើយតែយើងក៏មិនទាន់ដឹងដែរថានឹងមានរឿងអ្វីកើតឡើងបន្តទៀតគ្រាន់តែថាឃើញមុខយប៉ែហ្នឹងដូចជាមិនសូវស្រួលសោះក៏ដោយសារតែសាច់រឿងរបស់យើងនៅភាគនេះក៏បានស្លេះត្រឹមតែប៉ុណ្្នឹងនឹងឯងនៅចុងនៃសាច់រឿងក៏យើងបានបង្ហាញឲ្យដឹងថាហេតុអីបានជានៅក្នុងបណ្ដាញសង្គមចាប់បានថាអ្នកទាំងពីរគឺមានកវលជា couple ណាដោយសារតែនៅយប់នោះសាំងស៊ុនគេក៏បានយកកាដូយកមកឲ្យកូនប្រុសរបស់យើងជាអ្នករើសណាហើយគេក៏បានប្រាប់ទៅនេះគឺជាកាដូដំបូងដែលគេបានឲ្យអញ្ចឹងហើយក៏ត្រូវរើសឲ្យស្រួលបួលណាដូច្នេះហើយនៅពេលនេះសិនសិនគេក៏បានរើសយកក្រវិលមួយគូរូបត្រីនេះហើយក៏បានឲ្យអូនពាក់ម្ខាងគេក៏ជាអ្នកពាក់ម្ខាងអីអញ្ចឹងទៅអញ្ចឹងតានេះហើយគឺជាមូលហេតុដែលអ្នកគ្រប់គ្នាបានចាប់បានពីទំនាក់ទំនងរបស់ពួកគេក៏ព្រោះតែនេះគឺជា couple នឹងឯងបើពាក់ដូចគ្នាអញ្ចឹងហើយក៏ពាក់ខាងឆ្វេងដូចគ្នាទៀតផងបើចង់ដឹងថាតើសេរីរបស់យើងនឹងល្អមើលកម្រិតណាទៀតនោះអញ្ចឹងក៏ផ្លេចចាំតាមដានទស្សនាវីដេអូរបស់ admin នៅភាគក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ